តើមានរឿងអីកើតឡើងទៅលើសមាជិកគ្រួសារមួយហ្នឹងទើបសមាជិកគ្រួសារមួយហ្នឹងមានរឹកពីចម្លែកគួរឲ្យខ្លាចខ្លាំងម្ល៉េះចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថាបងចិនប្រាប់ថារឿងមួយនេះវាកើតឡើងកាលពីឆ្នាំ2014ពេលដែលគាត់រើទៅនៅផ្ទះមីងពូរបស់គាត់មករយៈដោយសារតែផ្ទះរបស់គាត់នៅភូមិមួយទៀតត្រូវបានរុះរើសាងសង់ថ្មីប៉ាម៉ាក់របស់គាត់ក៏ប្រាប់ឲ្យគាត់មកនៅផ្ទះពូមីងមករយៈទៅបងចិននៅពេលដែលគាត់ឮថាគាត់ត្រូវមកនៅផ្ទះពូមីងរបស់គាត់គាត់អត់ប្រកែកទេទាំងអស់គ្នាដោយសារតែគាត់ដឹងច្បាស់ថាពូមីងរបស់គាត់គឺស្រឡាញ់ចូលចិត្តគាត់ខ្លាំងណាស់បន់ឲ្យគាត់នឹងមកនៅផ្ទះនឹងរហូតអីអញ្ចឹងណាបងប្អូនហើយដែលសំខាន់មួយទៀតពូមីងរបស់គាត់ក៏មានកូន2នាក់ដែរកូនប្រុសច្បងអាយុ9ឆ្នាំកូនប្រុសប្អូនអាយុ6ឆ្នាំអញ្ចឹងបងចិនគឺគាត់សប្បាយចិត្តនៅពេលដែលមកនៅពូមីងរបស់គាត់ហើយដែលសំខាន់មួយទៀតគឺសាលាដែលគាត់រៀនហ្នឹងគឺនៅពាក់កណ្ដាលផ្លូវម្នាក់គាត់ជិះពីផ្ទះពូមីងរបស់គាត់ទៅសាលាក៏លឿនជិះពីផ្ទះរបស់គាត់ទៅសាលាក៏លឿនដែរសាលាហ្នឹងគឺចំកណ្ដាលហ្នឹងហ្មងបងប្អូនអញ្ចឹងនៅពេលដែលគាត់មករស់នៅផ្ទះពូមីងរបស់គាត់គាត់ថាគាត់សប្បាយមែនតើគាត់អាសាលួចដើរលេងយប់ខ្លាំងណាស់ហើយពូមីងរបស់គាត់ក៏អាចយករឿងទៅប្រាប់ប៉ាម៉ាក់គាត់អីទេទាំងអស់គ្នារហូតដល់យប់មួយនោះទាំងអស់គ្នានៅម៉ោងប្រហែលជាខ្ទង់9យប់បងចិនគាត់ត្រឡប់មកពីលេងបាល់វិញគាត់ក៏ដើរចូលទៅផ្ទះបាយដើម្បីយកបាយញ៉ាំយកអីចឹងទៅប៉ុន្តែនៅពេលដែលគាត់បើកកម្រងឆ្នាំងមើលទៅគាត់ក៏ឃើញថាពូមីងរបស់គាត់គឺស្ងោមរះហើយមនុស្សបងចិនគាត់ជាមនុស្សដែលស្អប់ស្ងោមរះខ្លាំងណាស់គាត់ថាមកហូបលើលោកនឹងស្អីក៏គាត់ហូបបានដែរមិនថាពោះមិនថាតុងមិនថាក៏គាត់ហូបបានទាំងអស់លើកលែងតែស្ងោមរះនឹងមួយទេគាត់ស្អប់យកតែមែនតែនហ្មងអញ្ចឹងបងចិនដោយសារតែគាត់ឃើញថាស្ងោមរះនឹងផងគាត់នឹងក៏ផ្លាស់លបងទៅខាងក្រោយផ្ទះដើរសំដៅទៅផ្ទះលក់ចាប់ហួយដល់ផ្ទះលក់ចាប់ហួយមួយហ្នឹងគឺនៅឆ្ងាយពីផ្ទះពូមីងរបស់គាត់ម្លងផ្ទះចិត្តខាងប្រហែលជាខ្ទង់5ទៅ6ផ្ទះអីហ្នឹងឯងទាំងអស់គ្នាអញ្ចឹងពេលដែលគាត់ផ្លាស់លបងចេញទៅគឺគាត់កាន់ពិលមួយគាត់ថាផ្លូវខាងក្រោយផ្ទះពូមីងរបស់គាត់គឺស្ងាត់ហើយអត់សូវមានមនុស្សជិះដើរកាត់តាមហ្នឹងទេហើយផ្ទះខាងក្រោយហ្នឹងគឺបិទភ្លើងដេកអស់លេងហើយអញ្ចឹងពេលគាត់ដើរកាត់បានពីផ្ទះគាត់បានឃើញផ្ទះមួយដែលផ្ទះមួយហ្នឹងនៅពេលដែលគាត់ដើរកាត់ទៅគឺឃើញបិទភ្លើងល្ងឹតស្លុបហ្មងហើយនៅខាងមុខផ្ទះគឺចាក់សោទ្វារលបងហើយមានដើមស្វាយដើម្បីធំផ្ទះមួយខ្នងគឺជាប្រភេទផ្ទះខ្មែរទាំងអស់គ្នានៅពេលដែលគាត់ដើរកាត់ហ្នឹងគាត់ថាសុកក៏មានខ្យល់បក់វូអញ្ចឹងសំឡេងឆ្កែចាប់ដាំលូតិចអញ្ចឹងទៅប៉ុន្តែបងចឹងគាត់ខ្វល់ច្រើនទាំងអស់គ្នាគាត់ក៏ដើរសំដៅទៅកន្លែងលក់ចាប់ហួយនឹងឯងដើរបន្តហួសប្រហែលជាខ្ទង់5 3 4ផ្ទះទៀតនេះក៏ដល់ផ្ទះលក់ចាប់ហួយមួយហ្នឹងដល់ផ្ទះលក់ចាប់ហួយមួយហ្នឹងគាត់ក៏ចាក់ដាំទិញមីគេគាត់ទិញមីគេពីកញ្ចប់ពីអីចឹងទៅទិញមីទិញអីរួចពូដែលជាអ្នកលក់មីហ្នឹងសួរគាត់ថាអូនអនឡាញមកពីណាមកចម្លែកមកផ្លែចាស់ដែរឃើញនៅភូមិហ្នឹងទេបងចិនគាត់ប្រាប់ទៅថាគាត់នៅជាមួយមីងគាត់ឈ្មោះនេះគាត់ច្អល់ទៅផ្ទះឲ្យគេឃើញអញ្ចឹងណាអញ្ចឹងពូមីងហ្នឹងក៏សួរទៀតថាចេះអោនឯងពេលមកមួយណាគេគាត់ថាខ្ញុំមកតែឯងតាគឺទៅវិញហ៊ានទៅតែឯងដែរអញ្ចឹងបងចិននៅពេលដែលគាត់ឮគេសួរថាទៅវិញហ៊ានទៅតែឯងដែរហ្នឹងគាត់ឆ្ងល់គាត់ថាមានអីត្រូវខ្លាចប៉ុន្តែពូម្នាក់ហ្នឹងក៏អត់និយាយច្រើនគាត់ថាទៅអត់អីទៅវិញទៅបានជួបរបស់ប៉ិតហើយអញ្ចឹងនៅពេលដែលលឿនអញ្ចឹងបងចិនគាត់បានចាប់អារម្មណ៍ខ្វល់ច្រើនទាំងអស់គ្នាគាត់ក៏ដើរត្រឡប់ទៅវិញនៅពេលដែលគាត់ដើរទៅដល់ផ្ទះមួយខ្នងមួយខ្នងដែលគាត់ដើរមកឃើញបិទភ្លើងបិទទ្វារល្ងឹតស្លុបហ្នឹងនៅពេលដែលគាត់ដើរមកវិញគាត់ស្រាប់តែបានឃើញផ្ទះហ្នឹងបើកភ្លើងធម្មតាបើកភ្លើងទាំងលើផ្ទះទាំងក្រោមផ្ទះហើយនៅពេលដែលគាត់ដើរមកដល់មុខផ្ទះហ្នឹងហ្មងទាំងអស់គ្នាគាត់បានឃើញយាយតា2នាក់ឈរនៅលើគ្រែខាងក្រោមផ្ទះក្បាលយាយតាទាំង2នាក់ហ្នឹងគឺទល់គ្នាជាមួយនឹងរនាបផ្ទះហ្មងទាំងអស់គ្នាគឺឈរចថេកនៅលើគ្រែឈរចថេកជាងនឹង2នាក់ហ្មងឈរបែរខ្នងចេញពីផ្លូវដើរនឹងឯងមុខពួកគាត់ទាំងពីរមើលទៅខាងក្រោយផ្ទះអញ្ចឹងបងចិនក៏អត់ដឹងថាយាយតា2នាក់ហ្នឹងមុខមាត់មិនទេដឹងត្រឹមតែរូបរាងដែលគាត់មើលទៅគាត់ឃើញថាអាចជាមនុស្សចំណាស់ព្រោះផ្ទះមួយខ្នងហ្នឹងគាត់នៅមិនមែននៅជ្រៅពេកដែរគឺនៅជាប់នឹងផ្លូវជាតិនៅជាប់ផ្លូវដែលគាត់ដើរនឹងដែរទាំងអស់គ្នាឆ្ងាយប្រហែលជាខ្ទង់4 5ម៉ែត្រអីហ្នឹងឯងអញ្ចឹងគាត់ក៏មើលបែបឆ្ងល់ថាចេះមកឈោអីឈោបាយខ្នងអីល្អមើលម៉េះអញ្ចឹងនៅពេលហ្នឹងគាត់មើលរួចគាត់ក៏ដើរបន្តទៅទៀតតាមវិញរបស់គាត់ដើរបានតែប៉ុន្មានតិចទាំងអស់គ្នាស្រាប់តែគាត់ឮសំឡេងមនុស្សតោងលើដើមស្វាយដែលនៅជាប់ជាមួយនឹងផ្លូវហ្នឹងហ្មងអញ្ចឹងគាត់ក៏ងើយមើលទៅលើពេលដែលគាត់ងើយមើលទៅលើទៅគាត់បានឃើញមនុស្សប្រុសគាត់របៀបថាប្រចាំង7មើលទៅទាំងអស់គ្នាឃើញមនុស្សប្រុសអាយុប្រហែលជាខ្ទង់20ឆ្នាំជាងពាក់អាវសខោខ្មៅមនុស្សប្រុសម្នាក់ហ្នឹងគាត់តោងដើមស្វាយតោងជាមួយមែកស្វាយហ្មងទាំងអស់គ្នាហើយជើងរបស់គាត់យល់ទៅយល់មកទឹកមុខរបស់គាត់គឺញឹមមើលអោនមកមើលបងចិនហ្មងបងប្អូនអោនមកមើលចេះហើយយល់ខ្លួនចោះឡើងនៅលើដើមស្វាយហ្នឹងអញ្ចឹងបងចិនក៏គាត់បានទៅខ្លាចដូចក៏ចាប់អារម្មណ៍ច្រើនទេគាត់ក៏ដើរបន្តដល់ផ្ទះមីងរបស់គាត់ដើរទៅដល់ផ្ទះមីងរបស់គាត់ក៏ចាប់ដើមចង់មីចង់អីហូបទៅអារឿងដែលគាត់បានជួបរឿងចម្លែកនៅពេលយប់ហ្នឹងគាត់បានសួរនាំពូមីងរបស់គាត់អីទាំងអស់ដោយសារតែគាត់ភ្លេចដូចគ្នាគាត់ចាប់អារម្មណ៍លើរឿងអស់ហ្នឹងទេទាំងអស់គ្នាម្លងបានប្រហែលជាខ្ទង់3 4ថ្ងៃក្រោយមកទៀតនៅម៉ោងប្រហែលជាខ្ទង់8យប់គាត់រៀបចំហូបបាយជាមួយពូមីងរបស់គាត់អញ្ចឹងណាប៉ុន្តែមីងរបស់គាត់នឹងខ្វះទឹកត្រីអញ្ចឹងមីងរបស់គាត់ក៏ឲ្យគាត់ជិះម៉ូតូទៅផ្សារ
ទិញទឹកត្រីអញ្ចឹងណាប៉ុន្តែបងចិនគាត់ថាអូខ្ជិលជិះម៉ូតូគាត់ដើរទៅខាងក្រោយវិញទៅរកទិញនៅខាងក្រោយវិញប៉ុន្តែមីងរបស់គាត់ពេលហ្នឹងគាត់បានចាប់អារម្មណ៍សួរនាំគាត់ថាដើរទៅណាដែរឲ្យតែបានទឹកត្រីគឺទៅអញ្ចឹងណាចឹងបងចិនគាត់ផ្លាស់លបងទៅដើរតាមផ្លូវហ្នឹងទៀតបងប្អូនអាផ្លូវខាងក្រោយហ្នឹងណាដល់ពេលគាត់ដើរទៅម៉ោងទៅតែ8យប់ទេបងប្អូនគាត់ថាអ្នកដែលនៅផ្ទះខាងក្រោយមីងរបស់គាត់ហ្នឹងគឺបិទភ្លើងដេកអស់លេងអញ្ចឹងមានតែភ្លើងបើកធម្មតាតែអត់មានមនុស្សអត់មានអីទេរបៀបចូលផ្ទះជួយដេកអស់អញ្ចឹងណាគាត់ក៏ដើរមកដល់ផ្ទះដែលគាត់បានឃើញពេលដំបូងហ្នឹងឯងនៅពេលគាត់ដើរកាត់អាការទៅទិញមីហ្នឹងអស់គ្នាគាត់ឃើញផ្ទះហ្នឹងបិទទ្វារចាក់សៅលបងបិទភ្លើងល្ងឹតស្លុបមានតែផ្ទះហ្នឹងមួយដែលបិទភ្លើងល្ងឹតស្លុបហ្នឹងឯងអញ្ចឹងគាត់ក៏ដើរបន្តទៅទៀតទៅទិញទឹកត្រីក្រោយពីទិញទឹកត្រីទិញអីរួចនេះពូម្នាក់ហ្នឹងសួរថាមិនដែរអូនណាយប់នោះមានជួបអីអត់អញ្ចឹងគាត់ថាជួបអីគេពួកឯងនិយាយច្បាស់មើលពូហ្នឹងគាត់ថាមានអីទៅវិញទៅយប់ហើយកុំឲ្យយប់ឈឹងហ្នឹងទៀតទៅបងចិនក៏គាត់កាន់ពិលហើយនឹងកាន់ទឹកត្រីដើរត្រឡប់មកវិញនៅពេលគាត់ដើរត្រឡប់មកវិញអ្នកគ្នាគាត់ដើរជិតដល់ផ្ទះហ្នឹងប្រហែលជាខ្ទង់20ម៉ែត្រទេអ្នកគ្នាគាត់ឃើញយាយតាពីរនាក់ហ្នឹងអង្គុយនៅលើគ្រែខាងក្រោមផ្ទះហ្នឹងម្ដងហ្នឹងគឺអង្គុយទល់មុខគ្នាពេនភ្នែកនៅទល់មុខគ្នានឹងឯងប៉ុន្តែនៅពេលហ្នឹងគឺគាត់នៅឆ្ងាយពីផ្ទះហ្នឹងប្រហែលជាខ្ទង់20ម៉ែត្រទេអញ្ចឹងគាត់ក៏ដើរបន្តគាត់ដើរគាត់ថានៅពេលគាត់ដើរហ្នឹងភ្នែករបស់គាត់ស្លឹងមើលទៅផ្ទះហ្នឹងរហូតស្លឹងមើលទៅផ្លូវចោលឡើងស្រាប់តែដើរមកដល់មុខផ្ទះយាយតាពីរនាក់ហ្នឹងណាក៏គាត់បានឃើញយាយតាពីរនាក់ហ្នឹងបែរជាមកឈរជាប់ជាមួយនឹងលបងឈរអាចជាប់លបងដែលគាត់លបងមុខផ្ទះគាត់ខ្លួនឯងហ្នឹងវិញគឺឃើញឈរយាយតាពីរហ្នឹងគឺឈរជាប់មួយលបងហ្នឹងហ្មងដៃយាយតាទាំងពីរនាក់ហ្នឹងគឺតោងលើលបងចេះហើយករបស់គាត់ដាក់លើលបងទាំងអស់គ្នាដាក់លើដែកនៅលបងហ្នឹងដាក់លើអញ្ចឹងឲ្យមើលមកគាត់ចេះភ្នែកយាយតាពីរនាក់ហ្នឹងទឹកមុខយាយតាពីរនាក់ហ្នឹងគឺមុខមាត់ស្មើថេងអត់បង្ហាញទឹកពីស្អីទាំងអស់ហ្មងអញ្ចឹងគាត់ទៅប្រចាំងពិលទៅមើលយាយតាពីរនាក់ហ្នឹងហើយគាត់សួរថាមិនមែនអ៊ំមិនមែនយាយមិនខ្ញុំអីមែនសួរគាត់សួររបៀបឆ្ងល់ដោយសារសុកឃើញយាយតាពីរហ្នឹងមកមើលគាត់មើលចំមើលឡើងចឹងគាត់វាចម្លែកចិត្តដែរប៉ុន្តែយាយតាពីរហ្នឹងគឺអត់និយាយទាំងអស់គាត់ថាពេលហ្នឹងគឺឆ្កែលូខ្លាំងមែនតើអ្នកនរគ្នាប៉ុន្តែបងចិនក៏អត់មានបានចាប់អារម្មណ៍រឿងខ្មោចលងផាអីទេគាត់ក៏ដើរបន្តស្រាប់តែដើរបន្តទៅដល់កន្លែងដើមស្វាយដែលគាត់បានជួបមនុស្សប្រុសតោងខ្លួនយល់ចោលឡើងនៅអាពេលគាត់ទិញមីហ្នឹងអ្នកនរគ្នាគាត់ឃើញមនុស្សប្រុសហ្នឹងម្ដងទៀតប៉ុន្តែមនុស្សប្រុសហ្នឹងម្ដងហ្នឹងគេមិនមែនយល់ខ្លួនចោលឡើងនៅលើដើមស្វាយហ្នឹងណាប៉ុន្តែគេឈរនៅលើមែកស្វាយហើយចថេកជើងឲ្យមកមើលគាត់ចេះទឹកមុខមនុស្សប្រុសម្នាក់ហ្នឹងគឺញឹមដាក់គាត់ដដែលគាត់របៀបថាញឹមចេញមកគឺរឹកពៀគឺគួរឲ្យខ្លាចហ្មងប៉ុន្តែបងចិនគាត់ដឹងថាម្នាក់ហ្នឹងគឺជាស្អីប្រកាសទេហើយគ្រួសារហ្នឹងគឺជាស្អីគាត់បានចាប់អារម្មណ៍ដែរគាត់ក៏ដើរបន្តរហូតទៅដល់ផ្ទះមីងរបស់គាត់ទៅដល់ផ្ទះក៏គាត់ហុចដបទឹកត្រីមីងរបស់គាត់ហុចរួចគាត់ក៏ថាអញ្ចឹងមីងញ៉ៃមើលផ្ទះនោះចម្លែកម៉េះអាពេលខ្ញុំទៅទិញមីអាកាល3 4ថ្ងៃមុនហ្នឹងពេលខ្ញុំទៅទិញមីខ្ញុំឃើញយាយតាពីហ្នឹងឈប់បាយខ្នងឲ្យទល់ក្បាលជាមួយនឹងវាថានឹងវាថាក្តារផ្ទះអីចឹងណាអញ្ចឹងមីងบอกគាត់សួរថាផ្ទះមួយណាអាផ្ទះមួយហ្នឹងក៏មានដើមស្វាយនៅពេញមុខផ្ទះហើយមានលបងបិទចាក់សោចាក់អីអញ្ចឹងណារបៀបអញ្ចឹងនៅពេលគាត់និយាយប្រាប់ទៅគាត់ថាអូអាចិនជួបខ្លាចលងហើយរបៀបជួបលងជួបអីចឹងអញ្ចឹងពេលហ្នឹងក៏គាត់បានថាចេះលងមែនហីបើគាត់ឃើញមនុស្សធម្មតាហ្នឹងគាត់ឃើញមនុស្សប្រុសហ្នឹងឈរលើដើមស្វាយមើលគាត់ធម្មតាយាយតាពីរនាក់ហ្នឹងគាត់ឃើញឈរមើលគាត់ធម្មតាហ្នឹងអត់មានរឹកពីណាចេញមកដូចខ្មោចទេពូមីងบอกគាត់ថាយាយតាហើយនឹងកូនហ្នឹងគឺបានស្លាប់បាត់ហើយទាំងអស់គ្នាគឺស្លាប់បាត់ហើយខ្ញុំសូមនិយាយត្រឹមតែប៉ុណ្្នឹងសិនទេបើសិនជាទាំងអស់គ្នាចង់ដឹងថាយាយតាជាមួយនឹងកូននឹងស្លាប់ដោយសារអីបងហើយកុំភ្លេចខមមិននៅខាងក្រោមនឹងផងដោយសារតែខ្ញុំទើបត្រឡប់មកពីដើរលេងអញ្ចឹងអារម្មណ៍មានដិតដាមជាមួយនឹងរឿងដើរលេងនិយាយទាំងច្បល់តិចទាំងអស់គ្នាអញ្ចឹងកុំប្រកាន់ខ្ញុំណាបើសិនទាំងអស់គ្នាចង់ស្ដាប់បន្តទៀតតាក់ទងជាមួយយាយតាពីរអ្នកនឹងស្លាប់ហើយនឹងកូនគាត់ស្លាប់ហ្នឹងណាកុំភ្លេចខមមិននៅខាងក្រោមនឹងផងមានតែប៉ុណ្្នឹងទេបាយ